ចាប់តាំងពីសតវត្សទី16ប្រទេសមហាអំណាចនៅអឺរ៉ុបបានប្រជែងគ្នាក្នុងការពង្រីកដែនដីអាណានិគមរបស់ខ្លួននៅស្ទើរតែគ្រប់ទីកន្លែងនៅទូទាំងពិភពលោកមហាអំណាចអាណានិគមអឺរ៉ុបដំបូងគេគឺអេស្ប៉ាញនិងប៉ូទុយហ្គាល់ហើយបន្ទាប់មកទៀតមានហូឡង់បារាំងនិងអង់គ្លេសប៉ូទុយហ្គាល់និងអេស្ប៉ាញបានចាប់ផ្ដើមពង្រីកអាណានិគមនៅក្នុងទ្វីបអាមេរិកនៅក្រោយពេលដែលគ្រូស្តុបកូឡុំបានរកឃើញទ្វីបនេះនៅចុងសតវត្សទី15អាណានិគមរបស់អេស្ប៉ាញនិងប៉ូទុយហ្គាល់នៅទ្វីបអាមេរិកបានបន្សល់ទុកនៅស្លាកស្នាមរហូតមកទល់នឹងសព្វថ្ងៃដោយគេឃើញថាបណ្ដាប្រទេសស្ទើរតែទាំងអស់នៅអាមេរិកកណ្ដាលនិងអាមេរិកឡាទីនចាប់តាំងពីមិចស៊ិករហូតទៅដល់អាហ្សង់ទីនសុទ្ធសឹងជាប្រទេសនិយាយភាសាអេស្ប៉ាញចំណែកប្រេស៊ីលវិញដែលមានដែនដីលាតសន្ធឹងស្ទើរតែពាក់កណ្ដាលទ្វីបអាមេរិកឡាទីនគឺជាប្រទេសនិយាយភាសាប៉ូទុយហ្គាល់អាណានិគមរបស់ប៉ូទុយហ្គាល់ត្រូវបានពង្រីករហូតទៅដល់តំបន់អាហ្វ្រិកនិងអាស៊ីក៏ប៉ុន្តែក្រោយមកមហាអំណាចអឺរ៉ុបផ្សេងទៀតដូចជាហូឡង់បារាំងនិងអង់គ្លេសជាដើមក៏បានលេចមុខឡើងដែរហើយនៅទីចុងបញ្ចប់ការប្រកួតប្រជែងដណ្ដើមដែនដីអាណានិគមបានកើតមានឡើងរវាងមហាអំណាចអឺរ៉ុបដ៏ធំពីរគឺបារាំងនិងអង់គ្លេសការប្រកួតប្រជែងគ្នាដែលបានបណ្ដាលឲ្យផ្ទុះទៅជាសង្គ្រាមរវាងមហាអំណាចទាំងពីរនៅចន្លោះពីឆ្នាំ1756ដល់ឆ្នាំ1763ដែលគេឲ្យឈ្មោះថាសង្គ្រាម7ឆ្នាំនៅទីបំផុតបារាំងត្រូវទទួលបរាជ័យហើយអង់គ្លេសក៏បានក្លាយទៅជាមហាអំណាចអាណានិគមដ៏ធំជាងគេបង្អស់នៅលើពិភពលោកនៅទ្វីបអាមេរិកចក្រភពអង់គ្លេសគ្រប់គ្រងទឹកដីអាមេរិកខាងជើងស្ទើរតែទាំងមូលហើយក្រោយពីសហរដ្ឋអាមេរិកទទួលឯករាជ្យក៏អង់គ្លេសនៅបន្តគ្រប់គ្រងទឹកដីមួយចំណែកធំនៅអាមេរិកខាងជើងដែរជាពិសេសគឺដែនដីដ៏ធំធេងរបស់កាណាដានៅអាហ្វ្រិកអង់គ្លេសបានកាន់កាប់ទឹកដីស្ទើរតែពាក់កណ្ដាលនៅប៉ែកខាងកើតចាប់តាំងពីអាហ្វ្រិកខាងត្បូងរហូតទៅដល់អេស៊ីបព្រមទាំងឆ្លងចូលទៅដល់ប៉ាឡេស្ទីននិងស៊ីរីនៅអាស៊ីអង់គ្លេសកាន់កាប់ប្រទេសឥណ្ឌាដែលមានដែនដីគ្របដណ្ដប់ទៅលើប្រទេសឥណ្ឌាប៉ាគីស្ថាននិងបង់ក្លាដេសពេលបច្ចុប្បន្នភូមាម៉ាឡេស៊ីប្រុយណេហុងកុងអូស្ត្រាលីនិងនូវែលសេឡង់គិតត្រឹមដើមសតវត្សទី20អង់គ្លេសគឺជាអាណាចក្រដែលមានប្រជាជនសរុបប្រមាណជាជិត460លាននាក់គឺ 20% នៃប្រជាជនសរុបនៅលើពិភពលោកនៅពេលនោះនិងមានផ្ទៃដីសរុបរហូតដល់ទៅជា33លានគីឡូម៉ែត្រក្រឡាប្រមាណ 25% នៃដែនដីគោកសរុបនៅលើពិភពលោកលាតសន្ធឹងពីចុងម្ខាងរហូតទៅដល់ចុងម្ខាងទៀតនៃភពផែនដីគឺជាអាណាចក្រដែលព្រះអាទិត្យមិនដែលអស់ស្ដង់គត់និយាយពីបារាំងវិញបើទោះបីជាចាញ់សង្គ្រាមទល់នឹងអង់គ្លេសក៏ប៉ុន្តែបារាំងនៅតែរក្សាបាននៅទឹកដីអាណានិគមយ៉ាងធំធេងដែរបារាំងបន្តកាន់កាប់ទឹកដីមួយផ្នែកនៅក្នុងទ្វីបអាមេរិកនៅអាហ្វ្រិកវិញអង់គ្លេសកាន់កាប់មួយផ្នែកនៅខាងត្បូងនិងខាងលិចចំណែកឯបារាំងវិញកាន់កាប់ស្ទើរតែពាក់កណ្ដាលនៅប៉ែកខាងកើតនិងប្រទេសនៅតាមបណ្ដោយឆ្នេរសមុទ្រមីឌីទែរ៉ាណេពូលគឺបណ្ដាប្រទេសអាហ្វ្រិកដែលនៅបន្តនិយាយភាសាបារាំងរហូតមកទល់នឹងពេលបច្ចុប្បន្ននៅក្នុងតំបន់មជ្ឈិមបូព៌ាលីបង់និងស៊ីរីត្រូវស្ថិតក្រោមអាណានិគមរបស់បារាំងនៅក្នុងទ្វីបអាស៊ីវិញក្រោយពីចាញ់អង់គ្លេសនៅឥណ្ឌាបារាំងនៅសេសសល់ដែនដីអាណានិគមតែនៅតំបន់ឥណ្ឌូចិនមួយប៉ុណ្ណោះបារាំងបានចាប់ផ្ដើមចូលធ្វើអន្តរាគមន៍យោធានៅឥណ្ឌូចិន
ចាប់តាំងពីឆ្នាំ1858ក្រោមលេសថាដើម្បីមកការពារបេសកជនកាតូលិកនៅក្នុងអំឡុងពេលនោះនគរខ្មែរកំពុងតែធ្លាក់ចុះដុនដាបយ៉ាងខ្លាំងហើយប្រទេសជិតខាងរួមមាននគរសៀមនិងនគរអាណាមបាននាំគ្នាឡោមព័ទ្ធល្បិចយកទឹកដីខ្មែរបន្តិចម្ដងទាំងនៅខាងលិចនិងខាងកើតនៅខាងលិចខេត្តមួយចំនួនរួមមានបាត់ដំបងសៀមរាបមង្គលបុរីនិងស៊ីសុផុនត្រូវធ្លាក់ទៅក្នុងដៃសៀមចំណែកឯនៅខាងកើតឯនោះវិញទឹកដីកូសាំងស៊ីនឬកម្ពុជាក្រោមត្រូវនគរអាណាមដណ្ដើមកាន់កាប់ប្រឈមមុខនឹងការគំរាមកំហែងពីប្រទេសជិតខាងបែបនេះព្រះមហាក្សត្រខ្មែរគឺព្រះបាទអង្គឌួងក៏បានស្វះស្វែងរកជំនួយពីបារាំងដែលជាមហាអំណាចអាណានិគមនៅឆ្នាំ1862បារាំងបានដណ្ដើមយកទឹកដីកូសាំងស៊ីនពីវៀតណាមមកកាន់កាប់ដោយយកមកដាក់ជាទឹកដីរបស់បារាំងបន្ទាប់មកទៀតបានដាក់អាណាព្យាបាលលើកម្ពុជានៅឆ្នាំ1863និងលើវៀតណាមនៅឆ្នាំ1864និងឥណ្ឌូចិនទាំងមូលក្រោយមកទៀតនៅឆ្នាំ1898ប្រទេសឡាវក៏ត្រូវបានបារាំងដណ្ដើមយកពីសៀមមកដាក់ជាដែនដីអាណានិគមក្នុងសហភាពឥណ្ឌូចិនជាមួយនឹងទឹកដីកូសាំងស៊ីនវៀតណាមនិងកម្ពុជាផងដែរនៅឆ្នាំដដែលនោះបារាំងក៏បានពង្រីកដែនដីអាណានិគមរបស់ខ្លួនចេញពីតំបន់ឥណ្ឌូចិនចាក់ទៅទិសខាងជើងដោយដណ្ដើមយកខេត្តមួយចំនួននៅប៉ែកខាងត្បូងប្រទេសចិនមកកាន់កាប់ដើម្បីប្រជែងជាមួយនឹងចក្រភពអង់គ្លេសដែលកាន់កាប់កោះហុងកុងនិងប៉ូទុយហ្គាល់ដែលកាន់កាប់ដែនដីម៉ាកាវក៏ប៉ុន្តែនៅក្នុងការប្រកួតប្រជែងដណ្ដើមដែនដីអាណានិគមគ្នានេះបារាំងនិងអង់គ្លេសបានចុះកិច្ចព្រមព្រៀងមួយដើម្បីបែងចែកដែនឥទ្ធិពលគ្នាទាក់ទងនឹងនគរសៀមយោងតាមកិច្ចព្រមព្រៀងចុះនៅឆ្នាំ1896បារាំងបានព្រមព្រៀងជាមួយអង់គ្លេសថានឹងទុកឲ្យនគរសៀមនៅជាប្រទេសឯករាជ្យដើម្បីធ្វើជាតំបន់ទ្រនាប់រវាងដែនដីអាណានិគមអង់គ្លេសនិងអាណានិគមដែនដីបារាំងពេលនោះហេតុដូច្នេះហើយបានជានគរសៀមរួចពីអាណានិគមរបស់អង់គ្លេសនិងបារាំងក៏ប៉ុន្តែយោងតាមកិច្ចព្រមព្រៀងបារាំងអង់គ្លេសនៅឆ្នាំ1896ប្រទេសសៀមប្រគល់នគរពាយ័ព្យប៉ែកមួយចំនួនទៅឲ្យភូមាវិញហើយខេត្តប៉ែកខាងត្បូងនគរសៀមក៏ត្រូវបានកាត់យកទៅដាក់បញ្ចូលទៅក្នុងដែនដីម៉ាឡេស៊ីផងដែរចំណែកនៅប៉ែកឦសាននៃនគរសៀមវិញខេត្តមួយចំនួនដែលសៀមបានដណ្ដើមយកពីខ្មែរកាលពីមុនត្រូវបានបារាំងកាត់យកមកឲ្យខ្មែរវិញគឺខេត្តម្លូព្រៃនិងទន្លេរពៅនៅឆ្នាំ1904និងខេត្តបាត់ដំបងនិងសៀមរាបនៅឆ្នាំ1907